ជីវិតនេះរស់នៅលេងកាត់ហើយម្ចាស់ថ្លៃឲ្យលីនស៊ីវនេះឯងកំពុងធ្វើស្អីហ្នឹងស៊ុបមាន់ល្អបែជីជីចោលអស់លីនស៊ីវឯងឈួតហើយមែនទេខ្ញុំទើបតែមកពីធ្វើការនៅក្រៅបាន1ឆ្នាំឯងក៏បង្ស៊ុបមាន់ល្អជីចោលលើដីឲ្យឆ្កែស៊ីតើឯងចង់រស់នៅជាមួយគ្នាឲ្យបានល្អឬអត់រស់នៅជាមួយគ្នាចាំងតើឯងសុំនឹងមកនិយាយរឿងរស់នៅម៉ែនេះគឺជាប្រាក់ឈ្នួលទាំងអស់ដែលខ្ញុំធ្វើការបាត់ដាច់ខាតកុំឲ្យលីនស៊ីវឃើញឲ្យសោះគ្រួសារខាងស្រីរបស់នាងក្រីក្រខ្ញុំខ្លាចនាងលួចយកលុយទៅជួយខាងម៉ែរបស់នាងទុកលុយនៅកន្លែងម៉ែគឺសុវត្ថិភាពបំផុតខ្ញុំថែរក្សាផ្ទះនេះអស់រយៈពេល5មួយឯងនៅខាងក្រៅពេញ1ឆ្នាំទាំងការងារស្រែចម្ការទាំងការងារផ្ទះសម្បែងទាំងអស់គឺមានតែខ្ញុំម្នាក់ពេលម៉ែឯងឈឺថ្កាត់គឺមានតែខ្ញុំទេដែលលើកទឹកបញ្ចុកថ្នាំមើលថែដិតដល់ខ្ញុំមិនដែលយកលុយពីផ្ទះនេះសូម្បីតែ1សេនទៅជួយខាងម៉ែខ្ញុំឡើយទុយទៅវិញខ្ញុំថែមទាំងលក់គ្រឿងអលង្ការរបស់ខ្ញុំទាំងអស់ដើម្បីខ្ញុំចំណាយពេលមួយរសៀលខំរំងាស់ស៊ុបមាន់គឺតែឯងបែរជាមកប្រុងប្រយ័ត្ននឹងលួចលាក់ទុកលុយដើម្បីបង្កើនទឹកចិត្តស្មោះត្រង់របស់ខ្ញុំសូម្បីតែស៊ុបមាន់ឲ្យឆ្កែស៊ីក៏អ្នកចិត្តខាងគេមើលមកអស់ឯងចង់ធ្វើឲ្យខ្មាស់គេដល់ណាមានរឿងអីចូលទៅនិយាយក្នុងផ្ទះទៅខ្មាស់គេខ្ញុំខំលះបង់អស់ពីចិត្តពីថ្លើមតែបែរជានេះទើបជាការខ្មាស់គេបំខ្ញុំទ្រាំនឹងជីវិតបែបនេះលេងបានទៀតហើយផ្ទះនេះខ្ញុំមិននៅទៀតទេអ្នកនឹងម៉ែអ្នករស់នៅជាមួយគ្នាឲ្យបាក់លីនស៊ីវឈប់សិនបើអ្នកដើរចេញទៅហើយកុំសង្ឃឹមថាកុំបារម្ភអីខ្ញុំមិនត្រឡប់មកវិញទេតាមពិតវាជាការយល់ច្រឡំលើស៊ីវសោះឆាំងជឿក៏វង្វេងវង្វាន់ពេកដែរប្រពន្ធល្អបែបនេះហើយនៅតែតាមពិតជាស្រីចិត្តដាច់មែនគ្រាន់តែរឿងបន្តិចបន្តួចសោះក៏ទ្រាំមិនទៅហើយកុំមកវិញចាំមើលថាបើគ្មានកូនប្រុសខ្ញុំអ្នកនឹងរស់នៅយ៉ាងម៉េចបានហើយម៉ែកុំស្រែកទៀតអីឡូឡាឡើងឈឺក្បាលអស់ហើយចុះមិនក៏យំទៀតហើយជីវិតបែបនេះរស់នៅមិនកើតទេកាលពីមុនល្អយ៉ាងណាទៅមិនថាត្រឡប់មកផ្ទះយប់ប៉ុណ្ណាក៏មានបាយទឹកក្នុងផ្ទះក៏ស្អាតបាតពិតជាធ្លាប់រស់នៅស្រួលពេកទើបមិនស្គាល់តម្លៃនៃការថែរក្សាលីនស៊ីវល្មមត្រឡប់មកវិញមកបើគ្មានអ្នកផ្ទះនេះរញ៉េញ៉ៃអស់ហើយកុំដើរលេលើនៅខាងក្រៅអីអ្នករស់នៅជាមួយម៉ែទៅឆាំងជឿមិនក៏ជើងហាមខ្លាំងម្លេះដើរយឺតខ្ញុំជួយគ្រាពូចាងអរគុណច្រើនជន់មិនស្រួលទៅបអើដួលម៉ែជើងខ្ញុំរបួសហើយសុំលុយខ្លះមកទិញថ្នាំនឹងទិញនេះជាលុយសន្សំសម្រាប់មិនអាចប៉ះពាល់សម្បត្តិកាលពីមុនដែលសន្សំលុយក៏ដោយសារតែបើចង់បន្តជីវិតជាមួយគ្នាទៅឲ្យនាងយកបណ្ណាការមកជួយបង្គ្រប់ក្នុងផ្ទះតាមពិតខ្ញុំខុសរហូតមកខ្ញុំស្មានថាម៉ាក់សន្សំលុយឲ្យព្រោះចង់ល្អចំពោះខ្ញុំដល់ចុងក្រោយពេលខ្ញុំមានរឿងគាត់ស្គាល់តែលុយមិនខ្វល់ពីជីវិតខ្ញុំតតែខ្ញុំល្ងងគោរពប្រតិបត្តិអស់ពីបេះដូងជាច្រើនឆ្នាំទុកប្រពន្ធដែលជិតស្និទ្ធបំផុតដូចជាអ្នកដទៃពិតជាកំ pl ែងធំណាស់តើលីនស៊ីវឲ្យអ្នកមកមែនទេតើនាងព្រមត្រឡប់មកផ្ទះវិញហើយមែនទេគឺនាងស៊ីវពឹងឲ្យខ្ញុំយកមកឲ្យនាងនឹកដល់មនោសញ្ចេតនាចាស់ខ្លាចប៉ុន្តែនាងមិនបានគិតក្រោយត្រឡប់ទៅផ្ទះខាងស្រីវិញនាងធ្វើស្បែកជើងក្រណាត់ដោយបានផ្គត់ផ្គង់ឲ្យហាងក្នុងក្រុងជាប្រចាំហើយនាងអាចរកលុយបានដោយខ្លួនឯងនាងលែងពឹងផ្អែកលើអ្នកយូរហើយជីវិតនាងកំពុងរស់នៅយ៉ាងមានក្តីសុខខ្ញុំបានបោះបង់មនុស្សដែលធ្លាប់រួមទុក្ខលំបាកនឹងមើលធ្វើឲ្យបាត់បង់មនុស្សដែលមានចិត្តស្មោះចំពោះខ្ញុំស៊ីវខ្ញុំដឹងខ្លួនខុសទាំងស្រុងហើយខ្ញុំមិនគួរល្ងងគោរពរហូតដល់វង្វេងមិនគួរលាក់លុយដើម្បីការពារពីអូនទេធ្វើឲ្យខុសបំណងចំពោះការលះបង់ជាច្រើនឆ្នាំសូមអង្វរត្រឡប់ទៅផ្ទះជាមួយបងវិញទៅថ្ងៃមុខប្រាក់ខែទាំងអស់នឹងទុកឲ្យអូនគ្រប់គ្រងរឿងក្នុងគ្រួសារតូចរបស់យើងបងនឹងស្ដាប់តាមបងនឹងមិនបោកម៉ាក់ដើម្បីឲ្យអូនត្រូវអន់ចិត្តទៀតឡើយចាំងថ្ងៃនោះដែលខ្ញុំជិះស៊ុបមាន់ទៅលើដីមិនមែនព្រោះតែស្ដាយទឹកស៊ុបមួយឆ្នាំងនោះទេប៉ុន្តែវាគឺជាទឹកចិត្តដ៏ស្មោះត្រង់ដែលខ្ញុំបានឥឡូវនេះវាបានត្រជាក់ស្រឹបអស់ហើយចិត្តស្មោះមានតែមួយគត់បើឈឺចាប់ខ្លាំងហើយគឺមិនអាចកក់ក្ដៅឡើងវិញបានឡើយចិត្តស្មោះដែលគេមិនឲ្យតម្លៃពិតជាមិនស្មើនឹងឲ្យឆ្កែស៊ីមែនសូមផ្ដល់ឱកាសឲ្យបងម្ដងទៀតជាលើកចុងក្រោយក្នុងជាតិម្នាក់នេះបងនឹងមិនឲ្យអូនរងភាពយុត្តិធម៌បន្តិចណាបងសូមអង្វរអូនហើយស៊ីវតែលើកចុងក្រោយនេះទេម៉ាក់យកប្រាក់ខែទាំងអស់របស់កូនចេញមកទៅថ្ងៃមុខលុយកាក់ក្នុងផ្ទះគឺឲ្យប្រពន្ធកូនរឿងក្នុងគ្រួសារតូចរបស់កូនម៉ាក់មិនកូននឹងចិញ្ចឹមម៉ាក់មើលថែទាំងការហូបម៉ាក់និយាយថាលុយនោះគឺជាលុយសម្រាប់ទុកចិញ្ចឹមតែបើម៉ាក់នៅតែលូកដៃរឿងប្តីប្រពន្ធលាក់លុយបង្កចំនួនទៀតទៅថ្ងៃមុខកូននឹងធ្វើត្រឹមតែកាត់ប្រកិច្ចចិញ្ចឹមជាមូលដ្ឋានប៉ុណ្ណឹងមិនឲ្យលើសពី1សេនឡើយកូនអកតញ្ញូម៉ាក់ពីមុនមកគឺមកពីកូនតញ្ញូទាំងនៅទាំងងល់រហូតធ្វើឲ្យប្រពន្ធឈឺចាប់ពីពេលនេះទៅកូននឹងគិតមើលថែប្រពន្ធឲ្យបានល្អរាល់រឿងរ៉ាវទាំងអស់នឹងពិភាក្សាសូមអ្នកទាំងអស់គ្នាជួយធ្វើជាស័ក្តិក្នុងផ្ទះមានកូនប្រុសដែលកតញ្ញូហ៊ូប្រពន្ធកូនច្រើនតែអស់សង្ឃឹមស្រឡាញ់និងថែរក្សាអ្នកដែលធ្លាប់ហែឆ្លងទុក្ខលំមនុស្សក្បែរខ្នើយដែលចាំមើលថែផ្ទះសម្បែងឲ្យអ្នកបើប្រពន្ធមានចិត្តស្ងប់គ្រួសារនឹងរុងរឿងដោយឯកឯង